សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីអត្ថប្រយោជន៍ផ្លែគីវីនិងការពារពីជំងឺផ្សេងៗថាអាចជួយសុខភាពបានដល់កម្រិតណាសូមបងប្អូនខ្មែរជួយចុចតាមដានចែករំលែកនិង Like ដើម្បីជាការលើកទឹកចិត្តក្នុងការធ្វើវីដេអូអំពីសុខភាពសម្រាប់បងប្អូនខ្មែរយើងសូមអរគុណផ្លែគីវី Kiwi ត្រូវបានគេស្គាល់ថាជាកូស្ដិចវីតាមីន C គឺព្រោះវាមានផ្ទុកវីតាមីន C ខ្ពស់ជាងផ្លែក្រូចទៅទៀតផ្លែឈើតូចតែខ្លឹមមួយនេះផ្ដល់អត្ថប្រយោជន៍មហាសាលដល់រាងកាយនិងជួយការពារជំងឺបានយ៉ាងមានប្រសិទ្ធភាពខាងក្រោមនេះគឺជាព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍និងសមត្ថភាពការពារជំងឺរបស់ផ្លែគីវី 1. សារធាតុចិញ្ចឹមសំខាន់ក្នុងផ្លែគីវីសម្បូរទៅដោយវីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំវីតាមីន K សំខាន់សម្រាប់កំណកឈាមនិងសុខភាពឆ្អឹងជាតិសរសៃ Fiber ជួយដល់ការរំលាយអាហារPotassium ជំនួយដល់បេះដូងនិងសម្ពាធឈាមសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Lutein និង Zeaxanthin 2. អត្ថប្រយោជន៍ចំពោះសុខភាពពង្រឹងប្រព័ន្ធភាពស៊ាំឲ្យខ្លាំងក្លាវីតាមីន C ដ៏ច្រើនលើសលប់ជួយឲ្យរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរីនិងកាត់បន្ថយរយៈពេលនៃការឈឺផ្ដាសាយជួយដល់ការរំលាយអាហារផ្លែគីវីមានអង់ស៊ីមម្យ៉ាងឈ្មោះថា Actinidin ដែលជួយបំបែកជាតិប្រូតេអ៊ីនធ្វើឲ្យការរំលាយអាហារកាន់តែងាយស្រួលនិងការពារការហើមពោះជំនួយដល់ការគេងការសិក្សាខ្លះបង្ហាញថាការញ៉ាំផ្លែគីវីមុនពេលចូលគេងជួយឲ្យគេងលក់ស្រួលនិងលក់ស្កប់ស្កល់ជាងមុនដោយសារវាមានសារធាតុ Serotonin ជំនួយសុខភាពភ្នែកសារធាតុ Lutein ជួយការពារភ្នែកពីការខូចខាតដោយសារពន្លឺនិងការពារការចុះខ្សោយនៃចក្ខវិញ្ញាណតាមអាយុធ្វើឲ្យស្បែកស្អាតវីតាមីន C ជួយផលិត Collagen ដែលធ្វើឲ្យស្បែកមានភាពតឹងណែននិងកាត់បន្ថយស្នាមជ្រួញ 3. សមត្ថភាពការពារនិងគ្រប់គ្រងជំងឺការពារជំងឺហឺតនិងបញ្ហាផ្លូវដង្ហើមផ្លែគីវីត្រូវបានរកឃើញថាអាចជួយសម្រួលដល់ការដកដង្ហើមនិងកាត់បន្ថយអាការៈថប់ដង្ហើមឬក្អកចំពោះកុមារដែលមានបញ្ហាផ្លូវដង្ហើមការពារជំងឺបេះដូងការទទួលទានផ្លែគីវីទៀងទាត់ជួយកាត់បន្ថយការកកឈាមក្នុងសរសៃឈាមនិងបញ្ចុះកម្រិតជាតិខ្លាញ់ក្នុងឈាម Triglycerides ដែលជាមូលហេតុបង្កឲ្យមានជំងឺបេះដូងគ្រប់គ្រងសម្ពាធឈាមប៉ូតាស្យូមនិងសារធាតុជីវសកម្មក្នុងគីវីជួយបញ្ចុះសម្ពាធឈាមកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលការពារជំងឺមហារីកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជួយការពារកោសិកា DNA ពីការខូចខាតដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនជាពិសេសមហារីកពោះវៀនធំចំណាំសម្រាប់ការទទួលទានសម្បកអ្នកដឹងទេថាសម្បកផ្លែគីវីក៏អាចញ៉ាំបានដែរក្រោយលាងស្អាតហើយវាមានជាតិសរសៃខ្ពស់ជាងសាច់ខាងក្នុងទៅទៀតការអាឡែស៊ីមនុស្សមួយចំនួនអាចមានអាឡែស៊ីជាមួយផ្លែគីវីរមាស់មាត់ឬបំពង់កដូច្នេះគួរឈប់ញ៉ាំភ្លាមបើមានសញ្ញាបែបនេះ